ប្រិមិត្តជាទីមេត្រីសហរដ្ឋអាមេរិកត្រៀមបញ្ជូនកងទ័ពថ្មើរជើងចំនួន 3,000 នាក់ចូលទៅកាន់ប្រទេសអ៊ីរ៉ង់ផ្ទាល់អាមេរិកក្រសួងសង្គ្រាមសហរដ្ឋអាមេរិក Department of War កំពុងត្រៀមខ្លួនបញ្ជូនកងទ័ពរាប់ពាន់នាក់គឺកងពលថ្មើរជើងលេខ 82 នៃកងកម្លាំងសហរដ្ឋអាមេរិកឲ្យដាក់ពង្រាយទៅកាន់មជ្ឈមបូព៌ាកាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងថាមន្ទីរបញ្ចកោណត្រូវបានគេរំពឹងថានឹងប្រកាសពីការដាក់ពង្រាយក្រុមប្រយុទ្ធកងពលតូចចំនួន 3,000 នាក់មកពីអង្គភាពជាន់ខ្ពស់ដែលមានមូលដ្ឋាននៅរដ្ឋ North Carolina ដើម្បីចូលទៅកាន់ប្រទេសអ៊ីរ៉ង់ផ្ទាល់កាសែតសហរដ្ឋអាមេរិក WSJ បានរាយការណ៍ទៀតថាកងកម្លាំងឆ្លើយតបរហ័សឈានមុខគេមួយរបស់យោធាអាមេរិកនោះគឺកងអនុសេនាធំកងពលលេខ 82 ត្រូវបានរចនាឡើងដើម្បីជាក្រុមឆ្លើយតបរហ័សដែលអាចដាក់ពង្រាយកងវីរសេនាធំក្នុងរយៈពេល18ម៉ោងនិងកងពលតូចអាចដាក់ពង្រាយបន្ថែមបានក្នុងរយៈពេល72ម៉ោង WJS បន្តទៀតថាមន្ត្រីការពារជាតិសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការអំពីការដាក់ពង្រាយក្រុមប្រយុទ្ធកងពលតូចពីកងពលនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខភ្លាមមន្ទីរបញ្ចកោណមិនទាន់បានបញ្ជាក់ជាសាធារណៈអំពីផែនការនេះទេដោយពេលនេះនៅមិនទាន់ច្បាស់ភ្លាមគេថានៅពេលណាកងទ័ពនឹងត្រូវបានដាក់ពង្រាយឬតួនាទីជាក់លាក់ណាមួយដែលពួកគេនឹងដើរតួប្រសិនបើត្រូវបានបញ្ជូនទៅកាន់សង្គ្រាមពិតប្រាកដមែនការដាក់ពង្រាយកងទ័ពបន្ថែមនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបានបញ្ជូនកង Marine ទាហានជើងទឹករបស់សហរដ្ឋអាមេរិកប្រមាណជា 2,500 នាក់ទៅលើនាវាចម្បាំងចំនួន 3 គ្រឿងរួមទាំងនាវាចម្បាំង USS Boxer ទៅកាន់មជ្ឈមបូព៌ាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកងកម្លាំងទៅជិតអ៊ីរ៉ង់និងបើកច្រកសមុទ្រ Hormuz ឡើងវិញគួររំលឹកផងដែរថាកងពលធំរបស់សហរដ្ឋអាមេរិកគឺទ័ពអាកាសលេខ 82 គឺជាកងពលថ្មើរជើងអាកាសជាន់ខ្ពស់កម្លាំងដីនៃកងកម្លាំងសហរដ្ឋអាមេរិកដែលមានជំនាញក្នុងការវាយប្រហារដោយឆ័ត្រយោងតាមអាកាសនិងប្រតិបត្តិការចូលប្រយុទ្ធដោយផ្ទាល់ទៅលើដីដែលមានមូលដ្ឋាននៅ Fort Liberty ពីមុនគេហៅថា Bragg រដ្ឋ North Carolina នៅក្នុងសហរដ្ឋអាមេរិកពួកគេភាគច្រើនជាទាហានប្រយុទ្ធលើដីដែលត្រូវបានបណ្ដុះបណ្ដាលឲ្យទម្លាក់ដោយឆ័ត្រយោងចូលទៅក្នុងតំបន់ដែលមានជម្លោះដើម្បីដណ្ដើមយកគោលដៅសំខាន់ប្រិមិត្តលោកអ្នកស្ដាប់ជាទីរាប់អាននេះគឺជាព័ត៌មានចុងក្រោយដែលគម្រោងរបស់សហរដ្ឋអាមេរិកនៅក្នុងការបញ្ជូនកងទ័ពជាង 3,000 នាក់បន្ថែមទៅសង្គ្រាមផ្ទាល់នៅក្នុងប្រទេសអ៊ីរ៉ង់វាកាន់តែក្តៅកគុកទៀតហើយដែលស្ថានភាពមិនទាន់ស្រាកស្រានផងអាមេរិកក៏មានគម្រោងវាយប្រហារទៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ចាំមើលថាព័ត៌មាននឹងទៅជាយ៉ាងណាជួបគ្នានៅវីដេអូក្រោយ